แต่บ้านช่วยโกนยมบ้านเรียนต่อตะตียมมันคำเปรต่อสู้ดับใบโกนมักยมต่อตะมุกตีการเตียนก่อนเมื่อเคยปีวิดีโอนึงอะให้ก่อนเมื่อเคยปีเพียบชันแตะโอ้เว็บสู้สารันสู้จูบอมใส่หนึ่งแสนสาจิตใหม่มาดองตีปันจ้าសូមឲ្យអ្នករស់ស៊ីមានបានជួបតែស្ពាក់គាត់ល្អជំរាបសួរអ៊ំស្រីជំរាបសួរសារ៉ាន់ចាជួបអ៊ំស្រីនឹងសារ៉ាន់សាជាថ្មីម្ដងទៀតសារ៉ាន់សប្តាហ៍ថ្ងៃមានអាយុប៉ុន្មានឆ្នាំហីអាយុ19ចា19ឆ្នាំហើយក៏ជាសិស្សប្រឡងបាក់ឌុបចំនួនជាមួយខ្ញុំដែរមែនទេចាសារ៉ាន់អាចជួយបញ្ជាក់ប្រាប់ខ្ញុំបានទេថាសប្តាហ៍ថ្ងៃនេះសារ៉ាន់មានជំងឺអីគេដែរប្រចាំកាយណាជំងឺខ្សោយហើយវាងាយស្លាប់ចាពេលស្លាប់ម្ដងគឺមិនដែរអាការៈពិបាកវាមិនដែរមកផ្លេតនោះក៏វាតោបដែរចាហើយសប្តាហ៍ថ្ងៃនេះសារ៉ាន់មានបងប្អូនបង្កើតប៉ុន្មានអ្នកដែរសារ៉ាន់5នាក់ចាហើយនៅជាមួយម្ដាយណាចានៅជាមួយម្ដាយនៅជាមួយគ្នានេះ5ចាហ្នឹងហើយតាមរយៈវីដេអូដែលខ្ញុំបាននាំយកថវិកាជូនសារ៉ាន់វគ្គមុនណាទៅមានអ្នកម្ចាស់ទៀន2នាក់ដែលគាត់ឃើញវីដេអូដែលខ្ញុំសភាសារ៉ាន់ហើយគាត់មើលឃើញពីមុតនៅក្នុងការសិក្សារៀនសូត្រហើយសារ៉ាន់មានឆន្ទៈនៅក្នុងការរៀនសូត្របើទោះបីជាមានជំងឺប្រចាំកាយប៉ុន្តែគាត់មានចិត្តជាសប្បុរសចាជូនថវិកាសារ៉ាន់ចំនួន 10,000 រៀលហើយអ្នកម្ចាស់ទៀនមានឈ្មោះថាឆេងរស្មីព្រមទាំងកូនចៅគាត់មានចិត្តសប្បុរសជូនសារ៉ាន់ចំនួន 10,000 រៀលហើយមួយវិញទៀតលោកយាយដែលគាត់សមាធិនៅសហរដ្ឋអាមេរិកគាត់ជូនថវិកាសារ៉ាន់ចំនួន 10,000 រៀលដែរទាំងអស់ 20,000 រៀលចាសូមជូនសារ៉ាន់អញ្ចឹងមានពាក្យពេចន៍ជូនពរអ្នកចាស់ទៀនអរគុណដល់ម្ចាស់អំណោយដែលបានជួយនឹងខ្ញុំសូមថ្លែងអរគុណយ៉ាងជ្រាលជ្រៅចំពោះថវិកាដ៏ច្រើនលើសលប់នេះសូមជូនពរឲ្យម្ចាស់ទៀនរកជីទទួលទានមានបានអាយុវែងហើយទៅណាមកណាប្រកបដោយសុវត្ថិភាពតាមផ្លូវជិះទៅណាមកណាមានតែអ្នកគោរពស្រឡាញ់លប់អានសូមអរគុណសូមពរឲ្យលោកយាយបងប្អូនទាំងអស់ដែលជំនួយដែលជួយកូនខ្ញុំនេះក៏សូមឲ្យជួបតែក្តីសុខក្តីចម្រើនរស់ស៊ីមានបានតែជាតែជុំជំរុំចម្រើនឲ្យអាយុវែងតរៀងទៅចាអរគុណអ៊ំស្រីជំរាបសួរអ៊ំស្រីជំរាបសួរបងចាជួបអូនលើកទី2ចាអូនអាចជួយណែនាំឈ្មោះបានទេថាអូនជួយអីចាខ្ញុំឈ្មោះតាមតុភាសប្តាហ៍អូនមានអាយុប៉ុន្មានឆ្នាំហី18ចាអូនមានបងប្អូនប៉ុន្មានអ្នកដែរមានបងប្អូន5នាក់ចាអូនអាចជួយបញ្ជាក់បានទេថាតើសប្តាហ៍នេះអូនមានជំងឺប្រចាំកាយអីដែរអត់ជំងឺពិការពីក្មេងចាពេលធ្វើដំណើរទៅរៀនអីណាគេអ្នកជូនទៅដែរអូនហ្នឹងហើយតាមរយៈវីដេអូដែលបងបាននាំយកនៅថវិកាហើយចែកបងអូនវគ្គមុនទៅមានខាងអ្នកសប្បុរសធម៌2នាក់ដែលគាត់មានចិត្តជាសប្បុរសជូនថវិកាអូនហើយគាត់មើលឃើញពីភាពឆន្ទៈមុតនៅក្នុងការសិក្សារៀនសូត្របើទោះបីជាអូនមានជំងឺពិការភាពក៏ដោយប៉ុន្តែអូនមានឆន្ទៈនៅក្នុងការរៀនសូត្រគាត់មានចិត្តជាសប្បុរសជូនជាថវិកាអូនចំនួន 20,000 រៀលហើយអ្នកម្ចាស់ទៀនទី1គឺឆេងរស្មីព្រមទាំងកូនចៅគាត់ជូនជាថវិកាអូនចំនួន 10,000 រៀលហើយមួយទៀតលោកយាយដែលគាត់សមាធិនៅសហរដ្ឋអាមេរិកគាត់ជូនអូនចំនួន 10,000 រៀលទាំងអស់ 20,000 រៀលជូនអូនសម្រាប់បន្តការសិក្សាអីអញ្ចឹងជាចុងក្រោយអូនមានជាពេកថ្លែងអំណរអគុណដល់អ្នកម្ចាស់ទៀនបានទេអូនបានជូនពរឲ្យគាត់រស់ស៊ីមានបានជួបតែសុភមង្គលក្នុងគ្រួសារនិងសុខភាពល្អរហូតចាអរគុណច្រើននិងសុខសប្បាយតើគ្នាសូមអើយម្ចាស់ទៀនដែលជូនដល់កូនខ្ញុំនេះសូមអើយអ្នករស់ស៊ីមានបានជួបតែសុភមង្គលល្អនិងសំណាងល្អគ្រប់ដំណើរកាត់ទៅណាមកណាឲ្យជួបតែមនុស្សល្អនិងមនុស្សធម៌គ្រប់គ្នាចាសាធុអរជំរាបសួរអ្នកមីងជំរាបសួរអូនចាជួបគ្នាសាជាថ្មីចាអូនជួយណែនាំឈ្មោះឈ្មោះលឹកចន្ទាចាសប្តាហ៍ថ្ងៃអូនមានអាយុប៉ុន្មានឆ្នាំហើយអាយុ15 16ចាអូនរៀនថាទីប៉ុន្មានដែរអូនទី10អូនអាចជួយបញ្ជាក់បងបានទេថាតើសប្តាហ៍នេះអូនមានជំងឺប្រចាំកាយអីដែរ
មានជំងឺស្លេ ចាចុះអាការៈពេលអូនឈឺមិនដែរអូន វាជឺក្បាលធុញថប់ សប្តាហ៍អូនស្នាក់នៅមួយណាគេដែរអូន ហើយជាមួយម្ដាយ ម្ដាយនឹងនិយាយចាអូនមានបងប្អូនប៉ុន្មានអ្នកដែរអូន តាមអ្នក 5នាក់ចានឹងឲ្យអូនតាមរយៈវីដេអូវគ្គមុនដែលបងបាននាំយកនៅថវិកាចំនួន 10,000 រៀលជូនអូននៅពេលនេះមានអ្នកម្ចាស់ទៀនគាត់មើលឃើញពីវីដេអូហ្នឹងណាហើយគាត់មើលឃើញពីភាពឆន្ទៈរបស់អូនទៅលើការសិក្សារៀនសូត្រណាអូនឲ្យតម្លៃទៅលើការរៀនសូត្រអត់បោះបង់ទោះបីជាអូនមានជំងឺប៉ុន្តែអូនទៅរៀនរាល់ថ្ងៃមិនចាអូនណាចាទៅគាត់មានចិត្តជាសប្បុរសជូនជាថវិកាប្អូនចំនួន 20,000 រៀលណាអូនដែលអ្នកម្ចាស់ទៀនបងសូមអានទី1គឺឆេងរស្មីព្រមទាំងកូនចៅជូនអូនចំនួន 10,000 រៀលហើយលោកយាយដែលគាត់សមាធិនៅសហរដ្ឋអាមេរិកគាត់ជូនអូន 10,000 រៀលអញ្ចឹងនេះជាថវិកាចំនួន 20,000 រៀលបងសូមជូនអូនហើយអូនមានពាក្យពេចន៍ជូនពរអ្នកម្ចាស់ទៀនទេអូនចា ពីសុំជូនពរឲ្យគាត់មានសុខភាពល្អកុំឲ្យមានជំងឺឈឺស្កាត់ឲ្យគាត់និងក្រុមគ្រួសាររស់នៅមានសុភមង្គលឲ្យពួកគាត់បានកុំឲ្យមានឲ្យជួបប្រទះតែពុទ្ធពលទាំងមុនបកាគឺអាយុវណ្ណៈសិកាពលៈកំបែកគ្នាឡើយ ចាមីងមានពាក្យពេចន៍ទេមីង ខ្ញុំមានពាក់ពេជ្រអីទេខ្ញុំមានត្រិកអ ចាមីងចា តែកូនឈឺចាព្រឹងថ្ងៃនេះខ្ញុំនិយាយអីមិនកើតទេ ចាមីងចា ណាមួយដូចថាប្តីក៏ទឹកស្លាប់ហើយមិនបានទៅមកធ្វើបិណ្ឌហើយម៉ែក៏ឈឺកូនក៏ឈឺទៀត ចាមីង ខ្ញុំមានអីមានអីនិយាយទេ ចាអ អ រ រ គុ គុ ណ ណច្រើនដែលបានជួយកូនខ្ញុំបានរៀនតទៅទៀតខ្ញុំនឹងខំប្រឹងតស៊ូដើម្បីកូនរបស់ខ្ញុំតទៅមុខទៀត ចាជំរាបសួរអ្នកមីងចាជំរាបសួរអូនសាច់ជាថ្មីម្ដងទៀតជួបគ្នាជាលើកទី2អូនណាចាអូនសូមជួយណែនាំឈ្មោះក៏ដូចជាអាយុអូនរៀនហាត់ទីបានអីណាអូន ខ្ញុំឈ្មោះសាមរាវីរៀនថ្នាក់ទី9អាយុ16ឆ្នាំ ចា16ឆ្នាំ ចា ហើយមួយវិញទៀតអូនអាចជួយប្រាប់បងបានទេថាតើអូនមានជំងឺឈឺប្រចាំកាយអីទេ ពីជើង មិនដែរជើងអូនមិន ខ្លៃពីកណើត ចាអូនអាចជួយបញ្ជាក់បានទេអូនពិការភាពពីកំណើតឬមួយក៏មិនដែរ ចាពីការភ័ព្វពីកណើត ចាចុះពេលធ្វើដំណើរទៅរៀនអីមិនដែរអូនណាគេជូនអូនទៅ ប្អូន អូន ចា ចារៀនជាមួយគ្នាក៏មិនដែរ ជំ រៀន នួយ សាលាជាមួយគ្នាណា ចា ចាហើយអូនមានបងប្អូនប៉ុន្មានអ្នកដែរអូន មែន7នាក់ 7នាក់ ចា អូនជាកូនទីប៉ុន្មានដែរនៅក្នុងគ្រួសារ កូនទី3 ហ្នឹងហើយអូនតាមរយៈវីដេអូដែលបងបានសម្ភាសអូនវគ្គមុនដែលជូនអូនចំនួន 10,000 រៀលណាអូននៅវគ្គនេះមានអ្នកម្ចាស់ទៀន2នាក់គាត់បានមើលឃើញវីដេអូនោះហើយគាត់មានចិត្តជាសប្បុរសហើយមួយវិញទៀតគាត់មើលឃើញពីភាពឆន្ទៈមុខមុតនៅក្នុងការសិក្សារៀនសូត្ររបស់អូនផងដែរបើទោះបីជាអូនមានពិការភាពពីកណើតមិនអាចធ្វើដំណើរទៅរៀន 3 ដង ចាអូនមិនអាចធ្វើដំណើរទៅរៀនដោយខ្លួនឯងបានប៉ុន្តែអូនមានភាពមុខមុតនៅក្នុងការរៀនសូត្រមានប្អូនជូនទៅរៀនគាត់បានជូនទៅថវិកាអូនអញ្ចឹងទី1មកសូមអានអ្នកម្ចាស់ទៀនគឺឆេងរស្មីព្រមទាំងកូនចៅបានជូនជាថវិកាអូនចំនួន 10,000 រៀលទី2លោកយាយដែលគាត់សមាធិនៅសហរដ្ឋអាមេរិកជូនអូនចំនួន 10,000 រៀលដែរអញ្ចឹងទាំងអស់គឺចំនួន 20,000 រៀលសូមជូនអូនហើយអូនជូនពរអ្នកម្ចាស់ទៀន អរគុណអ្នកម្ចាស់ទៀនដែលបានជួយខ្ញុំជំនួសឲ្យមានសុខភាពល្អទៅណាមកណាមានអ្នកស្រឡាញ់រាប់អានច្រើន ចា ជូនពរដល់ចាស់ទៀនក៏អាយុវារស់មានបាន អរគុណ